សូមជម្រាបសួរដល់បងទាំងអស់គ្នាដែលកំពុងទស្សនាជាមួយវីដេអូមួយនេះថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងអំពីរបៀបនៅក្នុងការអង្គុយស្ងៀមផ្សារភ្ជាប់ជាមួយនឹងធម្មជាតិនៅពេលដែលបងទាំងអស់គ្នាបានឃើញពីធម្មជាតិបងទាំងអស់គ្នានឹកឃើញដល់កម្លាំងធម្មពលនៃការស្រូបទាញដែលមានការជឿជាក់ពិសេសមួយកម្លាំងធម្មពលនៃការស្រូបទាញដែលមានការជឿជាក់ពិសេសគឺជាកម្លាំងដែលផ្សារភ្ជាប់រូបកាយរបស់បងទាំងអស់គ្នាទៅនឹងដំណើរធម្មពលទៅនឹងដំណើរនៃចក្រវាឡជាពិសេសគឺនៅដំណើរនៃធម្មជាតិអញ្ចឹងបងរកទីកន្លែងណាមួយដែលបងទាំងអស់គ្នាអាចអង្គុយបានហើយក៏ចាប់ផ្ដើមអង្គុយដើម្បីឲ្យខ្លួនឯងសម្រួលនៅធម្មពលផ្លូវចិត្តផ្នែកខាងក្នុងការសម្រួលធម្មពលផ្លូវចិត្តផ្នែកខាងក្នុងគឺជាការជួយដល់បងទាំងអស់គ្នាមានកម្លាំងធម្មពលនិងមានការជឿជាក់ពិតប្រាកដអញ្ចឹងខ្ញុំបានរៀបចំសាកល្បងឲ្យបងអង្គុយចូលទៅអង្គុយជាមួយនឹងធម្មជាតិកន្លងទៅខ្ញុំក៏អង្គុយជាមួយធម្មជាតិជាច្រើនតែខ្ញុំបានថតជូនទៅកាន់បងទាំងអស់គ្នាអញ្ចឹងយើងគ្រាន់តែរកទីតាំងណាមួយដែលឲ្យផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយកឲ្យផ្សារភ្ជាប់ជាមួយនឹងស្មៅយើងអាចផ្សារភ្ជាប់ជាមួយនឹងបរិស្ថាននៅជុំវិញផ្សារភ្ជាប់ជាមួយនឹងបាសាបាសីអញ្ចឹងនឹងធ្វើឲ្យកម្លាំងធម្មពលនៃការជឿជាក់របស់បងទាំងអស់គ្នាគឺកាន់តែមានភាពតាក់ទាញហើយនៅក្នុងនោះសូមឲ្យអារម្មណ៍របស់បងទាំងអស់គ្នាមានការផ្ដោត focus ទៅលើរឿងពិសេសមួយការផ្ដោត focus ទៅលើរឿងពិសេសនេះគឺចង់សំដៅលើការផ្ដោតអារម្មណ៍នៅផ្នែកខាងក្នុងហើយផ្សារភ្ជាប់រូបកាយជាមួយនឹងកម្រិតធម្មពលរបស់ផែនដីភ្ជាប់ខ្លួនឯងជាមួយនឹងកម្លាំងធម្មពលនៃធម្មជាតិភ្ជាប់ខ្លួនឯងជាមួយនឹងធម្មពលនៃចក្រវាឡពីព្រោះមានតែធម្មជាតិមានតែចក្រវាឡមានតែកម្លាំងធរណីកម្លាំងទឹកកម្លាំងដីកម្លាំងខ្យល់បាទទាំងអស់នេះក៏ជាចំណែកនៅក្នុងការជួយឲ្យបងទាំងអស់គ្នាមានធម្មពលពីខាងក្នុងដូចជាយើងនៅក្បែរធម្មជាតិអញ្ចឹងបងទាំងអស់គ្នាឃើញទេបាទអញ្ចឹងនឹងធ្វើឲ្យខ្លួនយើងហ្នឹងគឺពោពេញដោយធម្មពលពោពេញដោយការជឿជាក់និងពោពេញដោយក្តីស្រឡាញ់ពេលដែលយើងបានអង្គុយនៅជាមួយធម្មជាតិបាទទោះបីជាការផ្សារភ្ជាប់មួយនោះវាជាចំណែកមួយនៅក្នុងការជួយបញ្ញារបស់យើងជួយសតិរបស់យើងជួយឲ្យយើងមានកម្លាំងជឿជាក់ជួយឲ្យយើងមានកម្លាំងធម្មពលជួយឲ្យយើងទទួលបាននៅរំញ័រខ្ពស់មួយព្រោះធម្មពលនៃការស្រូបទាញគឺស្ថិតនៅក្នុងចិត្តរបស់បងទាំងអស់គ្នាស្ថិតនៅក្នុងអារម្មណ៍របស់បងទាំងអស់គ្នាការអនុវត្តកម្លាំងធម្មពលនៃការស្រូបទាញដោយបងដឹងស្រាប់យើងចូលទៅឲ្យដល់ចំនួនប៉ុន្មានដំណាក់កាលហើយប៉ុន្មានជំហានអញ្ចឹងរាល់ជំហានរាល់ដំណាក់កាលនីមួយៗនេះគឺជាធម្មពលពិសេសមួយដែលឲ្យយើងមានការជឿជាក់ពិតប្រាកដអញ្ចឹងខ្ញុំជម្រាបជូនបងតាក់ទងជាមួយនឹងជំហានគឺយើងត្រូវមាន3ជំហានហើយយើងត្រូវមាន3ដំណាក់កាលដែលចូលទៅអនុវត្តហើយជំហាននីមួយៗដំណាក់កាលនីមួយៗខ្ញុំនឹងលំអិតជូនទៅកាន់បងទាំងអស់គ្នាពេលដែលបងចូលទៅកាន់ក្រុមអង្គុយស្ងៀមព្រោះត្រូវឲ្យបងចូលទៅឲ្យដល់ទីតាំងរបស់បងសិនបើសិនជាខ្ញុំផ្ដល់ជូនបងគ្រាន់តែដឹងអំពីដំណើរប៉ុន្តែបើឲ្យបងទាំងអស់គ្នាទៅស្គាល់ឲ្យច្បាស់តន់តែចូលទៅឲ្យដល់ការចូលទៅឲ្យដល់គឺប្រៀបដូចជាបងបានភ្លក់នៅរសជាតិមួយគេហៅថាជារសជាតិនៃខ្លួនឯងផ្ទាល់ណាដែលបានប៉ះផ្ទាល់ទៅនឹងទីតាំងប៉ះផ្ទាល់ទៅនឹងកន្លែងប៉ះផ្ទាល់ទៅនឹងធម្មពលពិតប្រាកដមួយបើសិនជាខ្ញុំជំរាបជូនទៅកាន់បងទាំងអស់គ្នាអាចថាគ្រាន់តែជាការផ្ដល់ជូនផ្នែកខាងក្រៅវាអត់បានពិតប្រាកដដូចអ្វីដែលបងទាំងអស់គ្នាចូលទៅกับខ្លួនឯងទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងទាំងអស់គ្នាចូលទៅឲ្យខ្លួនឯងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងកម្លាំងធម្មពលនៅហើយកម្លាំងធម្មពលមួយនេះទៀតសោតក៏នឹងជួយបងទាំងអស់គ្នាគ្រប់គ្នាទាំងអស់មានធម្មពលវិជ្ជមានមួយហើយធម្មពលវិជ្ជមាននោះនឹងជ្រុំជ្រែងទៅកាន់បងទោះបីជាមិនមានវត្តមានខ្ញុំជ្រុំជ្រែងបងខ្លួនឯងក៏បងអាចឲ្យខ្លួនឯងទៅជ្រុំជ្រែងខ្លួនឯងបាននឹងគឺជាវិធីសាស្ត្រតិចនិចដែលខ្ញុំប្រជូនទៅកាន់បងគ្រប់គ្នាឲ្យបងគ្រប់គ្នាបានទទួលដឹងទទួលស្គាល់ពីកម្លាំងធម្មពលដែលមាននៅក្នុងចិត្តរបស់យើងមាននៅក្នុងរាងកាយរបស់យើងចង់ឲ្យក្តីសម័យក្លាយទៅជាការពិតលុះត្រាតែបងទាំងអស់គ្នាបង្កើតក្តីសម័យឲ្យចេញមកសិនមិនថាក្រៅសិនព្រោះក្តីសម័យពេលខ្លះពេលដែលបងអត់បានបញ្ចេញក្តីសម័យនឹងឲ្យអស់ពី
ខណងមកវាអាចឲ្យបងទទួលបានធម្មពលវិជ្ជមានទេចឹងលើកទឹកចិត្តទទួលយកធម្មពលវិជ្ជមានទទួលយកក្តីសម័យដែលពិតប្រាកដទទួលយកធម្មពលដែលមាននៅក្នុងរាងកាយរបស់បងនោះធម្មតារាងកាយរបស់យើងបានជួបទៅនឹងរឿងរ៉ាវជាច្រើនជួបទៅនឹងបញ្ហាជាច្រើនដែលរាងកាយរបស់យើងបានមើលឃើញនឹងភ្នែកវាបានស្ដាប់ឮនឹងត្រចៀកអញ្ចឹងកាលណាយើងបានស្ដាប់ឮនឹងត្រចៀកបានមើលឃើញនឹងភ្នែករមែងតែពិបាកនៅក្នុងការទប់ទល់ហើយពេលខ្លះបងគិតថាវាដូចជាមិនអញ្ចឹងវាដូចជាមិនត្រូវអញ្ចឹងវាបដិសេធទៅបើយើងបដិសេធយើងអត់ជឿពីអ្វីដែលយើងបានកំពុងតែនឹងអនុវត្តដែលយើងបានកំពុងតែនឹងធ្វើនេះទេអញ្ចឹងការបាត់បង់ជំនឿនឹងហើយដែលធ្វើឲ្យបងបោះបង់ធម្មពលវិជ្ជមានចេញបោះបង់ការជឿជាក់នឹងចេញបោះបង់អ្វីដែលជាខ្លួនឯងនឹងចេញអញ្ចឹងខ្ញុំសូមលើកទឹកចិត្តបងទាំងអស់គ្នាសូមកុំឲ្យបោះបង់ឲ្យសាក់លបងចូលទៅម្ដងទៀតច្បាប់ស្រូបទាញធម្មពលស្រូបទាញមានពិតប្រាកដមែនតែវិធីសាស្ត្រក្នុងការអនុវត្តគឺផ្សេងគ្នាក្បួនក្នុងការអនុវត្តរបស់ផ្សេងគ្នាការអនុវត្តក្បួនអនុវត្តផ្សេងគ្នានេះខ្ញុំចង់សំដៅលើរបៀបតែក៏ពិតក្បួនខ្នាតដែលត្រឹមត្រូវនោះគឺគេមានបកគេហើយប៉ុន្តែរបៀបដែលយើងយកទៅអនុវត្តតាមបងតាមគ្រូផ្សេងដែលគាត់យល់ឃើញឬក៏គាត់រៀនសូត្របានអញ្ចឹងទៅឬក៏អារម្មណ៍ខាងក្នុងរបស់គាត់និងបទពិសោធន៍របស់គាត់ផ្ទាល់ដែលគាត់យកមកអនុវត្តក្នុងទម្រង់បែបណាដូចខ្ញុំសំណាងចាក់ក្រាងផ្ដល់ជូនទៅកាន់បងនេះខ្ញុំយល់ឃើញថាការអនុវត្តកម្លាំងធម្មពលនៃការស្រូបទាញគឺពេលដែលយើងមានកម្លាំងមួយគេហៅថាកម្លាំងផ្ដោតណាប៉ុន្តែកម្លាំងផ្ដោតនឹងផ្ដោតផ្នែកខាងចិត្តវិញ្ញាណខាងក្នុងផ្ដោតធម្មពលផ្នែកខាងក្នុងគប់ផ្សំជាមួយនឹងការផ្ដោតលើសកម្មភាពព្រោះបើសិនជាយើងយកពាក្យថា universe law of attraction ហ្នឹងហើយយើងយកពាក្យ law of attraction បើយើងគុំពាក្យខាងចុង6អក្សរចូលគ្នាវាคล้ายទៅជា action អញ្ចឹង action នេះគឺសំដៅលើសកម្មភាពសំបីតែចក្រវាលទាំងមូលក៏ត្រូវមានសកម្មភាពដូចគ្នាព្រោះចក្រវាលក៏ត្រូវការឲ្យបងដឹងពីមេរៀនរបស់ចក្រវាលដែរដូចជាបងទាំងអស់គ្នាពាក្យមួយគេហៅថា universe activity គឺសកម្មភាពរបស់ចក្រវាលធម្មតាចក្រវាលបច្ចុប្បន្ននេះវិលដែលយើងហៅផែនដីគឺវិលផែនដីគឺវិលមានលំនាំធម្មពលមួយដែលកើតឡើងចេញពីការវិលរបស់ផែនដីគឺរំញ័រធម្មពលនៃការស្រូបទាញលំនាំធម្មពលនៃការស្រូបទាញនេះបងឆែកមើលហេតុអ្វីបានយើងថាស្រូបទាញផែនដីបើយើងបើសិនជាអត់មានការស្រូបទាញបងក្តីខ្ញុំក្តីសម្ភារៈអ្វីគ្រប់យ៉ាងទាំងអស់នៅលើផែនដីសំបីតែស្លឹករុក្ខជាតិមួយសន្លឹកដែលជ្រុះចេញពីមែកមកបងក៏ត្រូវបានផែនដីទាញដូចគ្នាប្រសិនជាអត់មានទំនាញរបស់ផែនដីទេមានន័យថាកម្លាំងធម្មពលនៃការស្រូបទាញអត់មានទេអញ្ចឹងបើអត់មានបងក៏អត់ជឿខ្ញុំក៏អត់ជឿដែរថាវាមានឬក៏អត់នៅលើកម្លាំងធម្មពលនៃការស្រូបទាញអញ្ចឹងមានន័យថាកម្លាំងធម្មពលនៃការស្រូបទាញគឺមានហើយស្រាប់ផែនដីគឺមានហើយស្រាប់ដែលបង្ហាញបងមានន័យថាបង្ហាញបងថាស្លឹករុក្ខជាតិដែលជ្រុះពីលើមែកមកគឺត្រូវតែមកចុះក្នុងផែនដីមិនមែនមានន័យថាធ្លាក់មកក្រោមទេពេលយើងឃើញស្លឹករុក្ខជាតិឬក៏ផ្លែរុក្ខជាតិដែលធ្លាក់ពីមែកមកឃើញគាត់មកដល់ដីយើងគិតថាគឺកំពុងតែធ្លាក់មកដីតែតាមពិតមិនមែនធ្លាក់មកដីទេដីគឺជាផ្ទាំងដ៏ធំមួយតែមានរាងមូលហើយมันប្រកាសថាការរស់នៅលើផែនដីទេពេលខ្លះយើងអាចរស់នៅខាងក្រោមនៃផែនដីព្រោះផែនដីមូលអញ្ចឹងយើងរស់នៅផ្នែកខាងក្រោមនៃផែនដីយើងកំពុងតែដាំក្បាលទៅខាងក្រោមតែយើងអត់ដឹងយើងដឹងថាយើងកំពុងតែដាំក្បាលទៅខាងក្រោមឬយើងគ្រាន់តែដឹងថាគឺយើងកំពុងតែនៅលើផែនដីពីព្រោះយើងកំពុងតែនៅពីលើផែនដីយើងមើលទៅឃើញយើងនៅពីលើផែនដីព្រោះផែនដីធំបាទផ្ទៃកាឡារបស់ផែនដីធំអញ្ចឹងយើងបើកឡានយើងបើកម៉ូតូយើងធ្វើផ្ទះយើងដើរយើងធ្វើផ្លូវអីទាំងអស់ហ្នឹងគឺនៅលើផែនដីអញ្ចឹងយើងគាត់ថានៅលើផែនដីហើយនៅពេលដែលផ្លែរុក្ខជាតិគាត់ទុំធ្លាក់មកគាត់ជ្រុះពីមែកមកយើងក៏គិតថាគាត់នឹងគឺជ្រុះចេញមកលើផែនដីដោយសារតែផែនដីគឺនៅក្រោមត្រូវតែមកត្រផ្លែឈើទាំងអស់ហ្នឹងតែធៀបពិតមិនចឹងទេគឺផែនដីមានទំនាញមានស្រូបមានកម្លាំងស្រូបមានកម្លាំងទាញបងដើម្បីឲ្យបងបានជាប់ជាមួយនឹងផែនដី
ចឹងខ្ញុំលើកឧទាហរណ៍នេះជាការសពបញ្ជាក់ឲ្យឃើញថាអត្តពលកម្លាំងនៃការស្រូបទាញបងអត់បានមើលឃើញថាផែនដីនឹងមានដៃវាទាញជើងបងឯងហើយក៏មិនមើលឃើញរំញ័រថាផែនដីនឹងមានរំញ័រហ្វ្រេកង់ដូចយើងមើលឃើញដែលឆក់យើងអត់មើលឃើញទេប៉ុន្តែគេថតជាខ្សែភាពយន្តអីហ្នឹងគឺឃើញរំញ័រនៃការទាញស្រូបចូលឬក៏រំញ័រចរន្តអគ្គិសនីអីដែលយើងមើលឃើញចរន្តណាបងបាទអញ្ចឹងនឹងគ្រាន់តែជាបង្កើតឲ្យបងមើលឃើញទេផែនដីហើយនឹងរូបបងហ្នឹងក៏ដូចគ្នាដែរបើសិនជាគេបង្កើតអញ្ចឹងគឺនឹងឲ្យបងឃើញពីផែនដីដែលមានលំញ័រព្រោះឧទាហរណ៍ថាបើសិនជាបងដួលខ្លួនបងក៏ផ្ដេកទៅលើផែនដីដោយសារផែនដីគាត់ទាញមកទូកាយហ្នឹងគាត់តែយើងចេះទប់លំនឹងបាទដោយកូនក្មេងដែលគាត់អត់ទាន់ចេះដើរគាត់អត់ទាន់ចេះទប់លំនឹងផ្សំជាមួយនឹងផែនដីពេលដែលយើងជិះកង់យើងគិតថាកង់មានតែ2មុខក្រោយអញ្ចឹងយើងអត់អាចជិះទៅមុខបានទេមិនអញ្ចឹងមកបងនេះហើយយើងមិនអាចឲ្យកង់នឹងថ្កល់តែដប់យើងទៅបានតនតែមានកង់4ទប់យើងបានតែធៀបពិតគេប្រើកង់តែ2តែគេអាចជិះបានបើសិនជានៅនឹងមួយកន្លែងអាចនឹងដួលតែបើយើងធាក់ទៅមុខដោយសារតែកម្លាំងទំនាញរបស់ផែនដីនិងកម្លាំងទំនាញដែលយើងរបឿនដែលយើងទៅនឹងគឺធ្វើឲ្យកង់ទៅមុខហើយយើងចេះផ្សំជាមួយនឹងកម្លាំងផែនដីកម្លាំងខ្លួនយើងចលករទាំងពីរនេះបង្កើតបានទៅជាការទាញទៅមុខបាទអញ្ចឹងនេះគឺជាការបញ្យល់ជូនទៅកាន់បងទាំងអស់គ្នាថាធម្មជាតិណាបងធម្មជាតិរុក្ខជាតិបរិស្ថានទាំងអស់ដែលនៅជុំវិញខ្លួនបងមិនថាស្មៅមិនថាព្រៃព្រឹក្សាឬក៏ដើមឈើតូចធំសពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងគឺធម្មជាតិជាអ្នកបានរៀបចំជូនបងហើយអញ្ចឹងអត្តពលកម្លាំងនៃការស្រូបទាញនេះក៏ដូចគ្នាដែរបងត្រូវចូលឲ្យគៀកគោលដល់ទៅបងដឹងថាធម្មពលនៃការស្រូបទាញគឺកើតចេញពីកម្លាំងផ្ដោតបើសិនជាប្រើឃ្លាមួយនឹងនរណាក៏អាចនិយាយបានហើយនរណាក៏ប្រាប់រឿងនឹងដូចគ្នាតែថាកម្លាំងធម្មពលនៃការស្រូបទាញគឺកម្លាំងផ្ដោតស្រួចមុតទៅរកគោលដៅរបស់យើងទៅរកក្តីសុបិនរបស់យើងទៅរកបំណងប្រាថ្នារបស់យើងហើយសួរត្រឡប់មកវិញថាតើរបៀបនៅក្នុងការផ្ដោតនេះផ្ដោតមិនទៅក្បួននៅក្នុងការអនុវត្តគេអនុវត្តមិនទៅក្បួនណាបងនិយាយពីក្បួនក្នុងការអនុវត្តវាមិនក្បួនហ្នឹងដើម្បីឲ្យធម្មពលដែលមានខាងក្នុងខ្លួនរបស់បងហ្នឹងធម្មពលដែលមាននៅក្នុងចិត្តវិញ្ញាណរបស់បងហ្នឹងអាចទៅទទួលយកនៅអ្វីដែលជាក្តីប្រាថ្នារបស់បងមកវិញបានសួរអញ្ចឹងបាទកន្លែងហ្នឹងហើយដែលបងពិបាកពីព្រោះនៅលោកខាងក្រៅបងស្ដាប់ឮបងមើលឃើញជាពិសេសនៅពេលដែលបងរស់នៅក្បែរមនុស្សធម្មតានរណាដែលមនុស្សនៅក្បែរមនុស្សមានឪពុកម្ដាយជាបឋមហើយដំបូងបន្ទាប់មកមានមិត្តភ័ក្តិមែនទេបងបាទបន្ទាប់មកមានប្តីមានប្រពន្ធហ្នឹងហើយអញ្ចឹងពេលដែលនៅពួកគាត់មកពីស្ថានភាពផ្សេងគ្នាទាំងអស់ដោយឪពុកម្ដាយបងឪពុកនិងម្ដាយក៏មកជួបគ្នាក៏មានស្ថានភាពផ្សេងគ្នាគាត់មករស់នៅជាមួយគ្នាគាត់បង្កើតអ្វីមួយទៀតតែមិនចឋានដែលគាត់រស់នៅតាំងពីយើងមិនទាន់មានកំណើតមកមិនចឋានដែលការរស់នៅហ្នឹងគឺបានបង្ហាញគាត់ឲ្យឃើញថាគាត់ធ្វើបើមិនឲ្យវាដូចគេដូចឯងស្របជាមួយគេមួយឯងគ្រប់ផ្សំនឹងឪពុកម្ដាយហ្នឹងត្រូវតែផ្សំកូនឲ្យនៅជាមួយគេមួយឯងដែរអញ្ចឹងយូរទៅវាផ្សំនៅមួយគេមួយឯងវាលែងអីជាជាតិខ្លួនឯងបងវាបាត់អីជាខ្លួនឯងបាត់អីជាធម្មជាតិរបស់បងបាត់អីដែលជាធម្មជាតិពិតប្រាកដនេះបងមើលថាអ្វីដែលប្រែប្រួលអ្វីដែលមិនប្រែប្រួលការប្រែប្រួលគឺយើងបងទាំងអស់គ្នាដែលកំពុងប្រែប្រួលតែរុក្ខជាតិមិនប្រែប្រួលទេហើយវត្ថុអីដែលបុរាណជាងគេបងសាកទីមើលវត្ថុអីដែលបុរាណជាងគេដែលបងមើលអត់ឃើញពីវត្ថុបុរាណណាបងមើលឃើញតែពីវត្ថុសំណង់ដូចជាប្រាសាទឬក៏អាគារឬក៏ដុំថ្មឬក៏អីផ្សេងហ្នឹងបងមើលឃើញថាគាត់ហ្នឹងគឺជាវត្ថុបុរាណមែនទេបងប៉ុន្តែបងភ្លេចមើលឃើញថាអីគេបុរាណជាងគេមួយទៀតអីគេបុរាណជាងអ្វីដែលបងនិយាយមិញទៀតហ្នឹងគឺនេះបងនេះហ្នឹងបងហ្នឹងប្រធរណីហ្នឹងគឺបុរាណជាងអ្វីទាំងអស់នៅលើโลกនេះអត់មានអីបុរាណជាងប្រធរណីហ្នឹងទេប្រធរណីហ្នឹងគឺបុរាណជាងគេហើយអញ្ចឹងបើប្រធរណីបុរាណជាងគេហេតុអីបានបងមិនមើលឃើញពីវត្ថុបុរាណមួយហ្នឹងដែលមានវ័យចំណាស់ជាងគេមានវ័យចំណាស់ជាងអ្វីគ្រប់យ៉ាងទាំងអស់អត់មានប្រាសាទណាមានវ័យចំណាស់ស្មើនឹងប្រធរណីនេះទេបងហើយគេទៀតបងគង្គាបងមែនទេបាទខ្ញុំកំពុងថតនេះគឺមេឃកំពុងរលឹមតិចបាទតែអត់សូវខ្លាំងហ្មងខ្ញុំអាចថតបានអញ្ចឹង
ก็ไว้จำนาจึงเกได้หายโซทางตากงเกียนั้นได้ทะเลปีเลอลมหอมาเนอะมาเลอพันใดเนี่ยยังทาทะเลปีเลอพันใดจังนะบ่าเพียสาสมัยยืมตากอดเมาปีนาประพบดามระบกอดเนยนาประพบดามบกอดเนยกะไหลนาตามปัดประพบดามระบกอดอัดเมียนในไอ้ขบพอดเรานาเต้เกินเนยจมวยประปกแต่บ่งดมประปกนั้นได้กำปงแต่อันได้บองมือตะเคยนั้นคือเชียตะไก่บ่งได้กำนอบังกัดบานมาเฉียดตักจังประปกอัดเมียนขบคลังเตะได้บองใหญ่ทางเมย์เตียบอะเมย์เตียบอะหัวเพลียงไงประปกขมาไงเมย์ขมาไงประปกเตียบไปนั่งได้ซาใต้กำนอตักเพื่อเอาในขนมดมประปกดังให้กอทงวนประปกนั้นกอเตียบมากราวมากอทะเลตักเมาให้ชาวระยะเตะบ่งยังเนเปลได้ยังต่อตักประปอนตักหลังตะการนักเก็ตดับมาเพยจอนตะเลยังทาโอ้ปัจจัยกับปัจจัยตุ่มเนิบอ้อยจานะปัจจัยกับปัจจัยตุ่มเนิบครั้งนะแม่ในบอกได้ยังกัดนะบ่าอ้อยจานะครั้งนะได้อาจเอายังมือคืนทาตักหลังตะเลยังบากปลาเจ้าสมัยตักได้หอไปลืมเมฆทะเลไปลืมเมฆเมาเนี่ยได้เจ็ดตักมาไปลืมเมฆเนี่ยฮัดได้บันยังอัดจับรำมือกระไรนังยังอัดมือคืนปีตักได้มีในครั้งนั้นจังทำมาโพลไปจุ่มเมียนก็ได้ทำมาโพลอับไปจุ่มเมียนก็ได้ก็เวียสตัดในขังขนมนึกดูขี้เนี่ยเวียสตัดในภายในขังขนมได้ยังอัดจับรำมาบองบ่าจังเอาบองต่อขี้เนี่ยโจลเตอเช็คเมื่อปีทำมาโพลไปจุ่มเมียนโจลเตอเช็คเมื่อทำมาโพลได้เมียนในขังขนมรูกไก่ได้บอกบ้องนุบองหนึ่งเมื่อเคยทาบ้องปัจจิเมียนกำลังทำโพลในการสรุปตีหนึ่งเบนให้กำลังทำโพลโดยการสรุปตีนี้เปิดบองดังไปวิธีเตอบิกระบวนการอนุวัตคือเมียนประสิทธิภาพอาจารย์นะสรุปไอ้บันดังการทับแบบอภินิหารแบบจบปะบองสรุปไอ้บันดังผัวกอดเชียกำลังตุ่มเรียนมาอย่างได้บองมือมันเคยใต้กำลังตุ่มเรียนบองมือมันเคยนั้นหนึ่งตีนบองหนึ่งเบิดบองหนึ่งสรุปบองยกแต่กันตีตังมวยนั้นยกแต่กันกระไหลมวยนั้นบันอย่างปิดประกอบจังในคือเชื่อทำมาโพลได้อาจารย์ได้เชื่อทำมาโพลพิเศษได้เหมือนนกกรุบขณีตราแต่เรียนสเปนยุลบาสันเจ็บบองต่อขณีอัดตอนชื่อยมสมลึกตึกจัดทาสะละบองโจลสันผัวในโลกขังเล็กแกอนุวัตบันพอละคลังอนุวัตบันพอคลังเบนเตนปฏิริจุมรานก็โดยซาตายสมัยจักในประจิชนกวดริจุมรานให้สมัยจักในประจิชนได้ริจุมรานนุเทียสาวคือพวกกวดบันสกอลปีดำนาหนังบองกวดบันโยลปีดำนาหนังบองเปลได้กวดบันโยลบันสกอลปีดำนากำลังดอกอ้อยจามวยหนังคือกวดมีนลัตพีบในขนมกาปงริจอาชีวกรรมระบบกวดมีนลัตพีบในขนมกาปงริจปัจจุบันระบบกวดกวดมีนลัตพีบในขนมกาเอาโครนกวดมีนชีวพีบริจุมรานเอาโครนกวดมีนลอยจรานเปลได้กวดมีนลอยจรานโกนกรัวซาใจระบบกวดมีนอากาบานเรียนบานจรานให้ประเทศเจียดได้มีนเศรษฐกิจมีเพียบเป็นกรัวซาจังได้กรัวซาได้มีนเศรษฐกิจกรัวซาได้มีนให้แรงบัดโตกรัวซาได้มีนจุ่มในจุ่มเนียงกรัวซาได้มีนจรันเศรษฐกิจในขนมการกรบกรองดอลอ้อคือวิเชียจรันลมโฮในสัจประจังจุ่มในต่างอ่าวนั้นเวียการเจนเมาปีกำลังทำมาโปลประดาหดยังเติมเมียนวิธีโจลดอหรือโกลละบ่งดามเชอได้เมียนชีวิตคือเติมเมียนหรือให้เมียนหรือกายหรือรอยเยียงหรือนั่นคือเมียนตัวในตีเซมគ្នាรัฐบาลระบอบรุกเจียดก็มีรัฐบาลบกวดรัฐบาลระบอบสัตว์ขมมก็มีรัฐบาลบกเกรัฐบาลระบอบสมัยก็มีรัฐบาลบกเกรัฐบาลกระดีก็มีรัฐบาลบกเกจะดังท่ารัฐบาลเกมไม่ใช่บ่งเกมเมียนตัวในตีขมมเกมเมียนตัวในตีขมมนะได้กาวเปียสมบัติขมมนะได้เมียนตัวในตีหาดามใบจะเกรบลมอองเกสอบกาขมมนาได้มีตัวในตีบังการโกนใจขมมนาได้มีตัวในตีผลิตสมบัติบานมาให้โยมผลิตสมบัติผลิตตึกจังเกมีตัวในตีมีรัฐบาลบอกเกนี่คือจีทอมเชียดเนินนัดตะบังเรียนก่อนเนินนัดตะบังเรียนก่อนเอามีรัฐบาลมีธนาไอเนอรอตึกเนอผลิตสมบัติเนกาเปียสมบัติไอต่างอันนั่งเดินนะเนตะบังเรียนมนุษย์ตะบังเรียนก่อนแต่อัตเตบองกอดเรียบจำเมาส์ดาวทอมเชียดคือมีรัฐบาลบอกเกจังมองวงสัตว์ก่อเบียนเมวงชีรัฐบาลบทอมเชียนจังเปิดเดบองเมื่อเคยมาดังทาจักรวาลแตงหมูนี้บานเรียบจอมรัฐบาลจูนสัตว์ในเลือพันใดมันทาสัตว์ประเภทไอเยบองรวมแตงมนุษย์ได้ก็จักรวาลบานเรียบจอมไม่ยังอดังขลุ่นเปิดเดบองอดังขลุ่น
ថាខ្លួនឯងកំពុងតែត្រូវបានចក្រវាលអ្នករៀបចំអត់ដឹងថាចក្រវាលកំពុងតែរៀបធម្មពលនឹងជូនបងអត់បានចាប់អារម្មណ៍អញ្ចឹងពេលដែលមានរឿងបន្តិចបន្តួចពេលដែលមានបញ្ហាផ្សេងឡើងបងទាំងអស់គ្នាក៏ទៅអន់ចិត្តតូចចិត្តពិបាកចិត្តខឹងអីចឹងទៅណាបាទដល់ពេលខ្លះអាចខឹងថាដោយសារតែជីវភាពអីបែបណាបន្ទុះបនុះទទួលនោះដោយភ្លេចគិតថាទាំងនឹងគឺជាចំណែកនៃការផ្ដាល់ឲ្យរបស់ចក្រវាលទេជាការផ្ដាល់ឲ្យរបស់ធម្មជាតិទេមិនមែនបងទៅខឹងទៅសម្បាទេអញ្ចឹងពេលដែលបងយល់ពីដំណើរមួយនឹងបងយល់ពីធម្មពលមួយនឹងខ្ញុំជឿជាក់ថាកម្លាំងធម្មពលមួយនោះនឹងផ្ដាល់ឲ្យបងទាំងអស់គ្នាទៅស្គាល់អំពីរបៀបនៅក្នុងការទម្លាក់ដាក់ចោះអត្តន័យទម្លាក់ដាក់ចោះនេះមិនមែនទម្លាក់លែងចង់បានមិនមែនទម្លាក់ឈប់ឲ្យការមិនមែនទម្លាក់ឈប់ចង់បានអ្វីគ្រប់យ៉ាងបលែងចោលទាំងអស់មិនមែនទេអត្តន័យនេះមិនមែនមានន័យចឹងទេអត្តន័យទម្លាក់ដាក់ចោះគឺជាអត្តន័យនៃការយល់ពីដំណើរនៃការធ្វើការរបស់ចក្រវាលយល់ពីដំណើររដ្ឋបាលរបស់ចក្រវាលធ្វើការដំណើរធម្មពលដែលមាននៅក្នុងលំនាំធម្មពលនៃការសូបទាញរបៀបនៅក្នុងការអនុវត្តរបៀបនៅក្នុងការធ្វើការគឺអត់ដូចគ្នាទេផ្សេងគ្នាទៅតាមជំហានទៅតាមដំណាក់កាលនីមួយៗដូច្នេះបងដែលកំពុងទស្សនានៅក្នុងវីដេអូមួយនេះសូមសារឲ្យខ្លួនឯងទទួលយកជាវត្តធម្មដំបូងសិនកុំអាលតន់បដិសេធថាវាអត់កើតកុំអាលតន់បដិសេធថាវាបែបនេះកុំអាលតន់បដិសេធថាវាបែបនោះសូមឲ្យខ្លួនឯងទៅទទួលយកសិនមើលថាហេតុអ្វីបានគេធ្វើបានចុះហេតុអ្វីបានខ្លួនឯងនឹងធ្វើមិនបានហេតុអ្វីបានគេអាចយកភាពរីកចម្រើនដាក់មកកាន់គ្រួសារភាពរីកចម្រើនដាក់មកកាន់ខ្លួនឯងបានហើយចង់បងមិនបានអត់មានភាពរីកចម្រើននៅកន្លែងណាហើយទៅរកមើលសិនទៅសាក់លបងសិនទៅធ្វើសិនទៅអនុវត្តសិនកុំអាលតន់បដិសេធព្រោះមិនប្រកាសថាមើលមិនឃើញហ្នឹងទៅមិនដល់ហ្នឹងមិនប្រកាសថាអត់មានណាកាលពីបុរាណអ្នកណាដែលដឹងថាមានភពហើយអាចទៅដល់អត់មានអ្នកណាដឹងហើយក៏អត់មានអ្នកណានឹកស្មានថាភពមួយនឹងអាចហោះទៅដល់ទេមនុស្សអាចទៅដល់ភពមួយនឹងអត់មានអ្នកណាចាប់អារម្មណ៍អត់មានអ្នកណាដឹងអត់មានអ្នកណាស្មានត្រូវទេប៉ុន្តែអ្នកដែលគាត់នៅខាងក្នុងនៃធម្មពលបងអ្នកដែលមានជំនឿជឿជាក់បងគឺគាត់ជឿជាក់ពិតប្រាកដដល់ពេលធម្មពលនៃការជឿជាក់របស់គាត់ពិតប្រាកដធម្មពលនៃសេចក្តីផ្ដោតធម្មពលនៃសេចក្តីស្រឡាញ់ធម្មពលនៃការចង់បានធម្មពលនៃការចូលចិត្តធម្មពលនៃការស្រឡាញ់ធម្មពលនៃការស្រាវជ្រាវហើយគាត់ជឿថាគាត់ធ្វើបានគាត់ជឿតែគាត់ធ្វើអញ្ចឹងបានទីបំផុតគាត់ធ្វើវាបានមែនទីបំផុតគាត់អាចឲ្យវាចូលទៅដល់កន្លែងហ្នឹងមែនទីបំផុតអាស្ថានភាពនៅខាងក្នុងរបស់គាត់នោះវាអាចធ្វើឲ្យអត្តពលរបស់គាត់ទៅដល់ទីហ្នឹងពិតប្រាកដមែនអញ្ចឹងខ្ញុំត្រឡប់ជូននៅបងមកវិញថាអ្វីដែលបងប្រាថ្នាពិតជាបានមិនមែនត្រឹមតែអាចទេណាបងពិតជាបាន100%ហើយបងសួរត្រឡប់ទៀតថាបានដោយរបៀបម៉េចក្នុងស្ថានភាពដែលបងកំពុងតែសួរថាបានដោយរបៀបម៉េចហ្នឹងអាហ្នឹងគឺជាដំណើរនៃការស្ទាក់ស្ទើរមួយហើយពីព្រោះដំណំធម្មពលនៃការសូបទាញខ្ញុំផ្ដោតទៅលើប្រធានបទតែមួយផ្ដោតលើប្រធានបទគឺលំនាំធម្មពលនៃការសូបទាញលំនាំធម្មពលនៃការសូបទាញគឺជាលំនាំធម្មពលដែលមាននៅក្នុងដំណើរជីវិតដែលមនុស្សគ្រប់គ្នាអត់បានចាប់អារម្មណ៍ដឹងមនុស្សគ្រប់គ្នាអត់បានចាប់អារម្មណ៍មើលឃើញមនុស្សគ្រប់គ្នាគិតថាវាអត់មានមនុស្សគ្រប់គ្នាគិតថាវាសាមញ្ញមនុស្សគ្រប់គ្នាគិតថាវាជាធម្មជាតិមនុស្សគ្រប់គ្នាគិតថាវាគ្មានអីកើតឡើងក្រៅពីការប្រឹងឯងគ្រប់គ្នាគិតអញ្ចឹងភាគច្រើនណាខ្ញុំនិយាយតែភាគច្រើនចុះកុំឲ្យនិយាយតែគ្រប់គ្នាគឺគិតថាគ្មានអីក្រៅពីអីគេប្រឹងឯងបើអត់ប្រឹងបានមកពីណាពេលដែលខ្ញុំផ្ដល់ជូនពេលដែលខ្ញុំរៀបចំរូបភាពឬក៏ឲ្យបងឃើញរូបភាពលុយហោះពីក្នុងចក្រវាលកម្លាំងធម្មពលនៃការស្រូបទាញកម្លាំងធម្មពលនៃការផ្ដោតមកអ្នកដែលអត់យល់បងដែលមិនយល់ពីដំណើរមួយហ្នឹងគាត់ចូលមកខមមិនបដិសេធតែម្ដងអញ្ចឹងការពិតអាហ្នឹងវាជារលកហ្វ្រេកង់បងវាជារលកហ្វ្រេកង់រលករំញោមនៃការទាញចូលរលករំញោមនៃការស្រូបមករលករំញោមនៃការបើកចូលមកអញ្ចឹងរលករំញោមនៃការបើកនៃការស្រូបនៃការទាញហ្នឹងហើយដែលវាជាហេតុផលជំរុញណាបាទវាជាហេតុផលជំរុញដែលឲ្យការជឿជាក់ជំរុញឲ្យធម្មពលនឹងវាបើកស្រូបចូលមកវាចូលដោយវិធីណាដែលខ្ញុំនិយាយថាទុកឲ្យចក្រវាលអ្នកចាត់ចែងទុកឲ្យធម្មពលនៃការស្រូបទាញផ្ដល់ឲ្យនឹងគឺមានន័យថាអ្វីគ្រប់យ៉ាងដែលបងធ្វើអ្វីគ្រប់យ៉ាងដែលបងកំពុងអនុវត្តអ្វីគ្រប់យ៉ាងទាំងអស់ហ្នឹងណាបង
វាមិនមែនជារឿងដែលបងត្រូវដឹងទេវាមិនមែនជារឿងដែលបងត្រូវគិតទេវាមិនមែនជារឿងដែលបងត្រូវទៅពិចារណាទៅវិភាគទៅរកហេតុផលអីទាំងអស់ហ្នឹងមិនចាំទៅវិភាគទៅពិចារណាទៅរកហេតុផលអីទាំងអស់មិនគ្រាន់តែទុកឲ្យខ្លួនឯងដើរនៅក្នុងលំនាំធម្មពលជារបស់ខ្លួនឯងឲ្យស្គាល់ពីធម្មជាតិជារបស់ខ្លួនឯងហើយទៅស្រូបទាញយកវាមកពេលដែលបងស្រូបវាមកពេលដែលបងទាញវាមកពេលដែលបងអាចឲ្យវាចូលមកបានហើយពេលនឹងហើយជាពេលដែលអភិនិហាកើតឡើងពេលនឹងហើយជាពេលដែលធម្មជាតិរបស់បងនឹងឲ្យមើលឃើញថាអាយ៉ាឥឡូវខ្ញុំមានធម្មពលតាឥឡូវខ្ញុំមានផ្ទះខ្ញុំមានឡានខ្ញុំមានដីខ្ញុំមានទ្រព្យសម្បត្តិដែលជាក្តីប្រាថ្នាកាលណាបងមានសេដ្ឋកិច្ចហិរញ្ញវត្ថុកាលណាបងមានចរន្តនៃលុយបងដែលហូរជាចរន្តចូលចឹងមករឿងអីដែលបងត្រូវទៅបបាក់ចិត្តរឿងអីដែលបងត្រូវទៅបារម្ភភ័យព្រួយមិនចឹងបងរឿងអីដែលបងត្រូវទៅសម្មានអត់លក់យកដៃកងថ្ងាស់យកជើងកងតាក់ខ្លាអីគិតអីធ្វើមុខជ្រួញអីទៀតអត់មានទេអញ្ចឹងហេតុអីបានជាគ្រប់គ្នាទៅនឹកឃើញខំប្រឹងអីរឿងហ្នឹងម៉េះស្លាប់ទៅយកទៅជាមួយអីមិនយកទៅទេបងតែក្នុងនាមជាមនុស្សដែលបានកើតមកនៅលើផែនដីមួយហ្នឹងក្នុងនាមជាមនុស្សដែលបានកើតឡើងនៅក្នុងចក្រវាឡមួយហ្នឹងក្នុងនាមជាមនុស្សដែលបានកើតឡើងនៅក្នុងលំនាំធម្មជាតិមួយហ្នឹងតើមនុស្សគួរធ្វើអីដើម្បីជាប្រយោជន៍ឬមនុស្សគ្រាន់តែញ៉ាំហើយកេងប៉ុណ្ណឹងសុខសាន្តហើយត្រឹមតែហា3ពេលនៅលើโลกនេះវាអត់មានអីដែលត្រូវពិបាកទេខ្ញុំគិតថាមិនចាំបាច់មានឡានមិនចាំបាច់មានម៉ូតូមិនចាំបាច់មានអីនិយាយច្រើនទេមិនត្រឹមតែមាន3ពេលទេមែនទេបងនៅក្នុងព្រៃទេបងរស់នៅតែក្នុងព្រៃប្រស្រ័យជាមួយធម្មជាតិទេបងហើយបង្កើតកូនបង្កើតចៅបង្កើតកូនបង្កើតចៅក៏មិនខ្វល់បង្កើតអីគ្រាន់តែថាវាជាក្តីសុខធម្មជាតិក៏ទៅរួមរំលែកជាមួយគ្នាទៅក្នុងនាមជាធម្មជាតិដែលបានផ្ដល់ឲ្យនឹងនៃទណ្ឌអាហារទាំងអស់ហ្នឹងអញ្ចឹងចាប់ហើយមានអីទៀតបងអញ្ចឹងបើសិនជាត្រឹមតែប៉ុណ្ណឹងមិនចាំបាច់ខ្វល់ខ្វាយប៉ុន្តែមនុស្សមិនអាចរស់ត្រឹមតែប៉ុណ្ណឹងទេមនុស្សមិនទេបងមនុស្សត្រូវគិតពីអនាគតរបស់ជាតិសង្គមជាតិទាំងមូលហើយមនុស្សត្រូវគិតអំពីអីទៀតកូនចៅចំនួនក្រោយដែលយើងកុំអាលតនិយាយដល់សង្គមជាតិយើងនិយាយត្រឹមតែកូនចៅរបស់បងទាំងអស់គ្នារបស់ខ្ញុំដូចគ្នាដែរនេះតើយើងគួរតែធ្វើអីសម្រាប់ពួកគាត់ដែលក៏បងណោះឬក៏យើងរកបានត្រឹមតែមួយរូបប៉ុណ្ណឹងទៅក៏ចប់ហើយយើងក៏ចង់ធ្វើអីទៀតឬក៏មិនចង់ធ្វើអីទេឬក៏នៅសាមញ្ញតែប៉ុណ្ណឹងអញ្ចឹងលំនាំធម្មពលដែលមាននៅខាងក្នុងរូបកាយរបស់បងក្តីនៅក្នុងរូបកាយរបស់ខ្ញុំក្តីគឺជាលំនាំធម្មពលធម្មជាតិដែលសុក្រិតយុត្តិធម៌បំផុតសុក្រិតយុត្តិធម៌បំផុតល្អបំផុតភាពច្នៃប្រឌិតក៏ប្រសើរបំផុតអាស្រ័យទៅលើបងទាំងអស់គ្នាជាអ្នកអនុញ្ញាតជាអ្នកព្រមឲ្យខ្លួនឯងដើរចូលទៅក្នុងលំនាំធម៌មួយលំនាំអីជារបស់បងលំនាំអីទៅលំនាំទៅបងចង់ដើរទៅកាន់លំនាំអីក៏លំនាំទៅអាស្រ័យលើបងខ្លួនឯងទេបើបងចូលចិត្តលំនាំរបៀបហ្នឹងបងចូលទៅលំនាំរបៀបហ្នឹងប៉ុន្តែកុំឆ្ងល់តែហេតុអីបានគេផ្លាស់ប្ដូរបានគេប្រែប្រួលអីគេធំធេងម្លឹងទៅណោះគេប្រែប្រួលអីក៏សេដ្ឋកិច្ចគេក៏រីកចម្រើនអីម្លឹងទៅហើយធ្លាប់ស្គាល់ប្រវត្តិរបស់គេម្នាក់នេះណាតែពិតទៅធម្មជាតិរបស់ពួកគាត់គឺគាត់ដឹងពីក្បួននៅក្នុងការចូលទៅអនុវត្តកម្លាំងធម្មពលនៃការសូបទាញនឹងបែបម៉េចអនុវត្តកម្លាំងធម្មពលនៃការសូបទាញនឹងឲ្យមានធម្មពលកម្រិតណាឲ្យមានការជឿជាក់បែបកម្រិតណាអញ្ចឹងការផ្សារភ្ជាប់កម្លាំងធម្មពលមួយដែលមានរំញ័រខ្ពស់ដែលមានធម្មពលពិសេសដែលមានកម្លាំងតាក់ទាញដែលមានបញ្ញាដែលមានរបៀបនៅក្នុងការចូលទៅឲ្យដល់បងវាគឺជាក្បួនខ្នាតដែលធំធេងមែនទែនជាក្បួនខ្នាតដែលអស្ចារ្យមែនទែនជាក្បួនខ្នាតដែលមនុស្សគ្រប់គ្នាអត់បានចាប់អារម្មណ៍មើលឃើញឲ្យបានចាប់អារម្មណ៍ដឹងថាតើធម្មជាតិទាំងអស់ហ្នឹងវាមានពិតប្រាកដនៅទីណាអញ្ចឹងពេលដែលពួកគាត់យល់ពួកគាត់ដឹងពួកគាត់ចាប់ដើមដឹងពីដំណើរហ្នឹងបងអញ្ចឹងវាធ្វើឲ្យដំណើរហ្នឹងកាន់តែរីកចម្រើនហើយគាត់កាន់តែធ្វើក៏កាន់តែបានផលបងក៏កាន់តែធ្វើកាន់តែបានផលអញ្ចឹងផលដែលគាត់គង់បានចំណេះជំនាញដែលគាត់ទទួលបានប្រាក់ចំណូលដែលគាត់ទទួលបានក៏វាកាន់តែកើនឡើងដោះឡើងសោះសាយឡើងអញ្ចឹងនឹងឯងជាចំណែកដែលធ្វើឲ្យគាត់កាន់តែសុបាយចិត្តក្នុងការធ្វើវាកាន់តែធ្វើបានច្រើនកាន់តែអស្ចារ្យកាន់ធ្វើបានច្រើនកាន់តែជក់ចិត្តណារបៀបគេថាកាន់តែធ្វើកាន់តែជក់បងកាន់តែជក់ធម្មពលអញ្ចឹងអាកម្លាំងធម្មពលផ្ដោតកម្លាំងធម្មពលដែលមាននៅក្នុងចិត្តវិញ្ញាណកម្លាំងធម្មពលដែលមាននៅក្នុងរាងកាយកម្លាំងធម្មពលដែលមានគ្រប់ទិសគ្រប់ទីគ្រប់កន្លែងទាំងអស់ហ្នឹងនឹងហើយវាគឺជាកម្លាំងផ្ដោត
ដែលធម្មពលមាននៅក្នុងរូបកាយមាននៅក្នុងវិញ្ញាណមាននៅក្នុងការជឿជាក់មាននៅក្នុងកម្លាំងនៃការសូបទាញដែលមនុស្សគ្រប់គ្នាត្រូវតែទទួលស្គាល់ការពិតវាគឺជាការពិតមិនអាចនរណាបដិសេធថាមិនមែនជាការពិតបានទេអញ្ចឹងចាប់ពីថ្ងៃនេះតទៅយកនៅបបិសោតមួយហ្នឹងទៅយកការពិតមួយហ្នឹងឲ្យការពិតមួយហ្នឹងបង្ហាញឲ្យឃើញថាវាពិតជាមាននៅក្នុងរូបកាយរបស់មនុស្សមែនអ្នកដែលគាត់ឆ្លងកាត់អ្នកដែលគាត់ដឹងពីដំណាក់កាលហ្នឹងគាត់ខំសបផ្សាយខំផ្ដល់ជូននេះប៉ុន្តែរបៀបនៅក្នុងការចូលអនុវត្តតន់តែយើងចូលឲ្យគៀកគាត់តែយើងនៅក្បែរគាត់តែយើងនៅជិតគាត់ទើបយើងដឹងថាអត្តពលកម្លាំងនៃការសូបទាញហ្នឹងធំធេងប៉ុណ្ណាវិសេសវិសាលអស្ចារ្យកម្រិតណាពូកែនៅក្នុងការធ្វើឲ្យធ្វើបានកម្រិតណាអញ្ចឹងតើយើងគ្រប់គ្នាអ្នកចូលតែអនុវត្តឲ្យខ្លួនឯងអត់មានអ្នកណាម្នាក់អនុវត្តជំនួសបងបានទេគ្រប់រូបភាពទាំងអស់គ្រប់សកម្មភាពទាំងអស់គ្រប់អ្វីដែលមានទាំងអស់ហ្នឹងគឺបងជាអ្នកចូលទៅអនុវត្តឲ្យខ្លួនឯងទើបវាបានលទ្ធផលឡើងមកការជឿជាក់លើកម្លាំងស្រុកទីហ្នឹងគឺខ្ញុំបានរៀនយូរហើយរៀនដូចថាស្ដាប់ក្នុង Facebook ស្ដាប់ក្នុង YouTube ឲ្យតែឃើញល្អគេរៀនល្អពីរឿងច្បាប់ស្រុកទីខ្ញុំតែស្ដាប់រហូតមុនខ្ញុំរៀនជាមួយគ្រូខ្ញុំបានរៀនដែរការរៀនជាមួយគេអ្នកផ្សេងខ្ញុំជឿជាក់ដែរប៉ុន្តែមិនជឿជាក់គឺថាវាអត់មានគ្នានិយាយអញ្ចឹងគ្រូអត់មានអ្នកដឹកនាំឲ្យច្បាស់លាស់អត់ឃើញផ្ោះតាំងមួយណាដែលឲ្យប្រកាសថាយើងនឹងអាចជឿជាក់បានណាអាហ្នឹងដំបូងដែលខ្ញុំចាប់ផ្ដើមរៀនពីដំបូងមកអស់ហ្នឹងណាខ្ញុំស្ដាប់លេងហ្នឹងតាម YouTube តាម Facebook ហ្នឹងប្រហែលជា 3-4 ឆ្នាំមកគ្រូប៉ុន្តែក្នុង 3-4 ឆ្នាំហ្នឹងដែលរៀនអត់ទាន់ជួបគ្រូហ្នឹងខ្ញុំនិយាយអត់ទាន់ជួបគ្រូខ្ញុំអប់រំចិត្តខ្ញុំដូចថាកែប្រែការគិតពីគិតឲ្យវិជ្ជមានច្រើនមកគិតបូកបាន 50% ដែរខ្ញុំគិតបូកបាន 50% ដែរប៉ុន្តែនៅតែសង្ស័យនៅតែមិនទាន់យល់ច្បាស់ចឹងណាគ្រូហើយខ្ញុំពេលលោកគ្រូប្រកាសរៀនវគ្គទី1ទី2ទី3ដល់ទី10ខ្ញុំស្ដាប់លោកគ្រូបដៅរហូតស្ដាប់លោកគ្រូតាម YouTube រហូតខ្ញុំចូលចិត្តការនិយាយរបស់លោកគ្រូការបង្រៀនរបស់លោកគ្រូហើយនឹងអ្វីដែលចិត្តទលំទលាយខ្ញុំឃើញលោកគ្រូមានចិត្តទលំទលាយឲ្យដោយគ្មានចង់បានអ្វីដូចអ្នកដតីច្រើនឲ្យហើយច្រើនមានអកតុយលាក់គំនួចថាដើម្បីអ្វីមួយហ្នឹងណាដើម្បីស្អីចឹងឲ្យដើម្បីអ្វីមិនឲ្យដោយមិនដើម្បីអ្វីហើយដល់ខ្ញុំស្ដាប់គ្លឹបលោកគ្រូខ្ញុំអាចយល់ថាអូលោកគ្រូមួយនេះឲ្យដោយមិនដើម្បីអ្វីទេគឺដើម្បីចង់ឲ្យតែហ្មងហើយចឹងខ្ញុំមានអារម្មណ៍ដូចថាវាតាក់ទាញចិត្តខ្ញុំឲ្យចូលរៀនជាមួយលោកគ្រូនឹងដើមដំណើរដើមតងតែខ្ញុំសម្រេចចិត្តថាចូលរៀនជាមួយគ្រូខ្ញុំស្ដាប់តាំងពីវគ្គទី1ដល់វគ្គទី10ថាវគ្គទី11លេខល្អខ្ញុំមិនចូលហើយទោះបីយ៉ាងណាខ្ញុំមិនឲ្យវគ្គម្លងវគ្គលេខ11ខ្ញុំឆ្លាញ់លេខ11ហ្នឹងណាហើយដល់ពេលខ្ញុំស្ដាប់តែចូលខ្ញុំប្រាប់ទៅកូនខ្ញុំឲ្យទំនាក់ទំនងជាមួយលោកគ្រូចូលដើម្បីឲ្យខ្ញុំបានចូលចឹងណាដល់កូនខ្ញុំហ្នឹងវាអត់តាក់ទងឲ្យវានៅខ្មែរអត់តាក់ទងឲ្យវាចេះតែបដែបដោយចេះតែហីទៅដល់ពេលនេះខ្ញុំចាប់ដើមឆេះខាងក្នុងថានេះពឹងអត់បានណាកូនពឹងអត់បានទៅខ្លួនឯងបណ្ដោយចឹងមកខ្ញុំតាក់ទងតាមនេះទៅខ្លួនឯងហ្នឹងគ្រូដើម្បីចង់ដឹងចង់រៀនព្រោះវាដូចអារម្មណ៍ហ្នឹងវាត្រូវគ្នាធៀបហ្នឹងវាត្រូវគ្នាចឹងណាអារម្មណ៍ហ្នឹងការដែលឲ្យលោកគ្រូឲ្យហ្នឹងវាទៅតាក់ធៀបខ្ញុំដែលខ្ញុំចង់បានខ្ញុំចង់ឲ្យដូចលោកគ្រូឲ្យគេចឹងខ្ញុំចង់រៀនដើម្បីចេះទៅខ្ញុំយកមកឲ្យគេដូចគ្នាចឹងគ្រូហើយចឹងហើយបានចិត្តចូលដល់ចូលរៀនហ្នឹងឯងហើយខ្ញុំកម្រចូលរៀនណាព្រោះខ្ញុំមិនសូវជឿខ្ញុំជាមនុស្សដែលពិចារណាច្រើនហើយរឿងណាតាក់ចិត្តគឺរឿងរូបហើយចឹងទៅបានឃើញលោកគ្រូថាឲ្យទៅដូចរបៀបដូចអាធៀបលោកគ្រូឲ្យហ្នឹងវាដូចជាទឹកមករំលាយធៀបរឿងរូបរបស់ខ្ញុំឲ្យវាទុនចឹងណាហើយក៏ចូលរៀនទៅចាប់ដើមចូលរៀនហើយដល់ក្រោយមកនេះនិយាយពីការចូលរៀនលោកគ្រូឲ្យក្លឹបប្រហែលក្លឹប9ក្លឹបនៃការអង្គុយហ្នឹងហើយនឹងរឿង secret ហ្នឹងខ្ញុំអាហ្នឹងខ្ញុំដឹងអស់ហើយហ្នឹងខ្ញុំដឹងហើយប៉ុន្តែខ្ញុំអត់ចាំវាបញ្ហាមួយគឺធម្មជាតិរបស់ខ្ញុំគឺវាអត់ចាំយកមកនិយាយហូរហែបានប៉ុន្តែខ្ញុំអនុវត្តប្រចាំថ្ងៃរើសចំណុចណាមួយដែលខ្ញុំយល់ថាខ្ញុំចាំមកពាក្យហ្នឹងខ្ញុំយកទៅមកពាក្យហ្នឹងយកមកប្រើអនុវត្តម្ដងមកពាក្យចឹងណាគ្រូក្នុងការអប់រំចិត្តខ្លួនឯងបន្ទន់ចិត្តខ្លួនឯងឲ្យជឿជាក់ខ្លួនឯងណាហ្នឹងហើយខ្ញុំអប់រំបានច្រើនពេលដែលមានលោកគ្រូគ្នាដូចថាលោកគ្រូខ្នះខ្នែងចិត្តតែរុញចុះរុញឡើងចឹងចាប់ទាញខ្ញុំទៅចឹងណាហើយខ្ញុំក៏ទៅតាមលោកគ្រូប៉ុន្តែនៅតែដូចថាទាញអាស័យដូចទាញអាស័យប៉ុន្តែអាស័យនេះថាស្របខ្លួនទៅតាមមិនខ្ញាំបលាដូចមុនទេទាញទៅទាញប៉ុន្តែតាមដំណើរមិនទៅដោយលបឿនលឿនទេព្រោះខ្ញុំរៀនយឺតខ្ញុំអត់ចូលចិត្តបខំខ្ញុំទៅតាមស្រួលរបស់ខ្ញុំទៅឥឡូវហ្នឹងក្នុងការជឿហ្នឹងរៀនជាមួយលោកគ្រូហ្នឹងខ្ញុំបានយល់ច្បាស់ខ្ញុំជឿជាក់ព្រោះជឿជាក់ថាពីមុនខ្ញុំជឿតែ 50% 60% ហើយ 50% 60% ហ្នឹងវានៅជឿឲ្យចាក់ចោលចឹងណាជឿឲ្យធ្វើដូចបានមួយខែពីរខែដូចមិនឃើញលទ្ធផលទេមិនគឺវាមិនសមហេតុផលប៉ុន្តែអាចចិត្តមួយthángសមហេតុផលដែរប៉ុន្តែវាមិនឃើញលទ្ធផលខ្ជិលអាហ្នឹងវានាំឲ្យយើងខ្ជិលក៏ទៅលហើយទៀតទៅរៀនជាមួយលោកគ្រូតាំងពីមុនរហូតដល់ឡើងខ្ញុំកម្រិតនៃការធ្វើហ្នឹងខ្ញុំធ្វើជាប់គាត់តែវាមិនទាន់បានលទ្ធផលលោកគ្រូមិនទាន់លទ្ធផលចឹងដូចថាឃើញអីល្អខ្ញុំច្រើនតែទទួលយកចឹងទទួលយកគ្រប់រឿងដែលខ្ញុំឃើញល្អក្នុងមិនថាទីណាទេមិនថាផ្នែកផ្ទាល់មិនថាក្នុង Facebook មិនថាក្នុងណាឲ្យតែឃើញល្អខ្ញុំថាចេះខ្ញុំត្រូវការបែបហ្នឹងដូចថាទទួលយកទុកចឹងណា
ពុជឿទទួលយកទុកនោះពេលដែលយើងទទួលយកទុកនោះគឺយើងជឿហើយយើងចាប់ផ្ដើមជឿ100%សឹងថាក្បែរ100ហើយព្រោះវាមិនគ្លីងគ្លងជឿមិនគ្លីងគ្លងដឹងប្រកាសសំដូចថាយើងជឿដើម្បីសំបន្ទុកចឹងណាគ្រូហើយជឿបានច្រើនស្ដាប់រឿងហ្នឹងទៅដូចមានផុសតាំងមានអីលោកគ្រូណែនាំទៅជឿបានច្រើនខ្លាំងណាស់ជឿខ្លាំងហើយក៏ធ្វើដែរធ្វើប៉ុន្តែធ្វើដោយស្ងាត់តែម្នាក់យើងចឹងណាគ្រូគឺបើធៀបពីមុននឹងឥឡូវហ្នឹងជឿចូល90%ឬមិនបាន50ទេហើយជឿ50ហ្នឹងគឺបោះចោលមួយដូចជឿឲ្យរងចាំមើលចឹងណាឥឡូវជឿដែរជឿឡើងកម្រិតថ្នាក់80 90ប៉ុន្តែអត់រងចាំទេពេលណាពេលហ្នឹងអត់ខ្វល់ជឿបលែងចោលចឹងណាគ្រូហ្នឹងហើយបានប៉ុណ្ណឹងបានជឿបានលោកគ្រូជួយ support ហ្នឹងជឿបានប៉ុណ្ណឹងជឿបើកើនជំនឿហើយការអនុវត្តក៏កើនជាងមុនដែរស្ដាប់តនេអត់ដែលស្ដាប់អីទៅពីស្ដាប់មេរៀនទៅស្ដាប់លោកគ្រូមេរៀនគ្រប់គឺអត់ដែលលងពីខ្ញុំស្ដាប់តិចមានសល់គាត់ថាយកមកនិយាយប្រាប់លោកគ្រូវិញគឺអត់កើនក្នុងភូមិអា memory ហ្នឹងវាអត់ថតចម្លងមិនមែនតែឥឡូវទេតាំងពីក្មេងមកវាខ្សោយចំណុចហ្នឹងប៉ុន្តែក៏គ្រាន់បើយល់ខ្ញុំបានយល់ខ្ញុំស្ដាប់ខ្ញុំយល់ប៉ុន្តែដល់យកមកនិយាយ repeat ឡើងវិញគឺអត់បានចំណុចហ្នឹងវាធម្មជាតិរបស់យើងវាកើតមកអញ្ចឹងហ្នឹងហើយបានប៉ុណ្ណឹងលោកគ្រូតាំងពីបងចាប់ផ្ដើមអនុវត្តកម្លាំងធម្មពលនៃការសុខទីនេះពីដើមតាំងពីមុនខ្ញុំឥឡូវបានស្គាល់ខ្ញុំទៀតមកបងអាចសរុបខ្លួនឯងក្នុងខ្លួនឯងអាចសរុបបានថាតើការអនុវត្តកម្លាំងធម្មពលនៃការសុខទីនេះគេអនុវត្តប៉ុន្មានជំហានហើយនឹងប៉ុន្មានដំណាក់កាលបងគាត់យើងគិតដេញដីសាបងផ្ដល់ជូនជាធម្មជាតិរបស់បងមិនចាំគិតខ្លាចខុសខ្លាចត្រូវអីគាត់ចង់ដឹងពីក្នុងបងសរុបមកមិនដែរតាមការគឺបើធៀបពីមុននឹងឥឡូវហ្នឹងជឿចូល90%ឬមិនបាន50ទេបងនៅក្នុងខ្សែភាព The Secret ពេលបងមើលហើយធ្វើឲ្យអារម្មណ៍បងជឿលើកម្លាំងធម្មពលនៃការសុខទាញបែបណាខ្លះបងខ្ញុំជឿគ្រូព្រោះអ្វីដែលគេនិយាយហ្នឹងគឺនិយាយការពិតទាំងអស់ព្រោះយើងធ្លាប់សង្កេតមកយូរហើយយើងដឹងថាអ្វីដែលគេនិយាយហ្នឹងជាសាក្សីមួយដែលយើងអត់បានមើលអារឿង secret ហ្នឹងព្រោះវាមានដែរខ្ញុំមើលរឿងនិយាយជាភាសាអង់គ្លេសតែនិយាយជាភាសាអង់គ្លេសខ្ញុំអត់យល់ទេខ្ញុំគ្រាន់តែឃើញរូបភាពហ្នឹងប៉ុន្តែយើងអាចយល់ពីពាក្យខ្លះហើយអញ្ចឹងវាយល់អត់ក្បោះក្បាយដោយភាសាយើងអញ្ចឹងណាខ្ញុំយល់ថាអ្វីដែលគេស្រាវជ្រាវគេរៀនហ្នឹងគឺជាការពិតខ្ញុំយល់ថាការគិតការនិយាយរបស់យើងហ្នឹងវាជាលទ្ធផលរបស់យើងគឺកើតចេញពីការគិតការនិយាយខ្ញុំជឿព្រោះគេនិយាយមកហើយវាស្របនឹងយើងដែលយើងធ្លាប់មានបទពិសោធន៍ខ្លួនឯងក្នុងជីវិតហ្នឹងយើងព្រោះយើងរស់50ឆ្នាំជាងយើងដឹងណាយើងអាចស្រាវពេលដែលគេនិយាយចឹងមកយើងរំលឹកតែអតីតកាលរបស់យើងតែយើងវគ្គនេះយើងជួបលទ្ធផលនេះព្រោះតែហេតុអីដល់យើងបកទៅក្រោយទៅយើងមើលអាទង្វើរបស់យើងការគិតរបស់យើងទង្វើរបស់យើងដោយមិនប្រើច្បាប់ស្រុកទាញយើងអត់ដឹងយើងប្រើច្បាប់ស្រុកទាញតាំងពីងាមកហើយជាធម្មជាតិនៃច្បាប់ស្រុកទាញជាវិជ្ជាការពិតខ្ញុំជឿថាច្បាប់ស្រុកទាញហ្នឹងគឺ100%ហើយវាស្មើនឹងច្បាប់កម្មដែរស្មើច្បាប់កម្មរបស់សាសនាយើងស្មើព្រោះខ្ញុំយល់ខ្ញុំរៀនធម៌ខ្ញុំបានរៀនច្រើនដែរអញ្ចឹងខ្ញុំយល់វាដំណើរជាមួយគ្នាគាត់ដែរភាសាបកស្រាយនិយាយខុសគ្នាប៉ុន្តែអត្ថន័យគឺដូចគ្នាប៉ុន្តែយើងរស់នៅជាជនជាតិខ្មែរយើងអត់យល់ពីច្បាប់កម្មហ្នឹងយើងអត់យល់យើងយល់តែកម្មតលទៅសម្រាប់គេមិនថាកម្មតលតែទៅអីហើយយល់ការគិតហ្នឹងក៏អត់យល់ស៊ីជម្រៅដល់បូកផ្សំជាមួយនឹងច្បាប់គ្រប់ទីហ្នឹងមកបានយើងច្បាស់ទាំងពីរផ្លូវយើងច្បាស់ថាអូអាហ្នឹងអញ្ចឹងតានឹងកម្មចឹងតាឲ្យលទ្ធផលព្រោះតែចឹងតាព្រោះយើងធ្វើកម្មហើយយើងស្រូបទាញហើយហ្នឹងអញ្ចឹងខ្ញុំយល់ស្របថាត្រឹមត្រូវហើយខ្ញុំក៏ដូចថាមានភ័ស្តុតាងពីខ្ញុំជឿជាក់កម្រិតនៃការជឿជាក់ពីជឿជាក់50មក60មក70មក80ចឹងណាឡើងកម្រិតចឹងខ្ញុំជឿជាក់ច្បាស់ព្រោះមានភ័ស្តុតាងមានគេអ្នកធ្វើបានហើយយើងក៏ធ្វើបានខ្លះដែរប៉ុន្តែយើងអត់ចាប់អារម្មណ៍នៅសកម្មភាពការគិតរបស់យើងការនិយាយរបស់យើងការធ្វើរបស់យើងអត់ចាប់អារម្មណ៍អញ្ចឹងហើយបានជាយើងអត់ឃើញអាធម្មជាតិច្បាប់ស្រុកទីនេះវាកើតឡើងយើងអត់យល់យើងអត់មើលឃើញដល់រងថ្ងៃខ្ញុំមើលឃើញមកឃើញច្បាស់មកគ្រូជីវិតប្រចាំថ្ងៃហ្នឹងអ្នកធ្វើការជាមួយគ្នាធ្វើខ្លួនឯងគិតអីគឺបានអត្តផលភ្លាមគឺជប់នឹងចាប់តែមានភ័ស្តុតាងចឹងខ្ញុំជឿជាក់ថាអូការគិតការនិយាយលទ្ធផលជប់អត់មានចាំរងចាំនាទីណាគឺលទ្ធផលគឺពឹកមកប៉ុន្តែលទ្ធផលណាខ្លះដែលតូចតាចហ្នឹងវាឲ្យផលភ្លាមគឺឃើញតាមដានឃើញពីមុនអត់ចេះតាមដានចឹងទេតើកើតហើយតើលលំលលាយអស់ហើយបានអង្គុយពិចារណាតាមក្រោយឥឡូវអត់ទេតែឃើញពឹបពិចារណាពឹបលទ្ធផលឃើញពឹបអាហ្នឹងតែយើងធ្វើយើងចាក់ច្បាស់គ្រូធ្វើយើងចាក់ច្បាស់ជឿជាក់ច្បាប់ស្រុកទាញនិងច្បាប់កម្មគឺស្មើគ្នាដូចគ្នាហ្នឹងតាមខ្ញុំយល់លោកគ្រូអធិប្បាយមកកុំឲ្យស្របតាមខ្ញុំព្រោះខ្ញុំរៀនទៅខ្ញុំយល់ខ្លួនឯងអញ្ចឹងណាអ្វីដែលខ្ញុំនិយាយរៀបរាប់ចម្លើយរបស់គ្រូវិញហ្នឹងជាខ្ញុំនិយាយអស់សេចក្តីខ្លះដើម្បីឲ្យយល់អត្ថន័យរវាងចិត្តនិងចិត្តព្រោះកាលណារៀបរាប់ទៅអាចយល់ចិត្តគ្នារៀបរាប់ខ្លីពេកមិនអាចយល់ចិត្តស៊ីជម្រៅគ្នាទេហ្នឹងខ្ញុំយល់ពីចំណុចហ្នឹងហើយលោកគ្រូខុសត្រូវអីត្រូវរៀបរាប់ឲ្យបានវែងតិចមកដើម្បីឲ្យខ្ញុំបានចេះដឹងនៅចំណេះអាចយកចំណេះដឹងថ្មីពីលោកគ្រូបានអាចកែប្រែខ្លួនឯងបានទៀតលោកគ្រូហើយលាតត្រដាងដែលមិនមានការលាក់លៀនហ្នឹងគ្រូស្មោះអស់ពីចិត្តព្រោះអានេះដឹងថាគ្រប់ហ្នឹងគ្រប់អត់មានអ្នកណាស្ដាប់អត់មានអ្នកណាឮអីដល់អញ្ចឹងទៅខ្ញុំចំហក្នុងការនិយាយដឹងប្រមាណនៅក្នុងខ្លួនខ្ញុំប្រាប់ទាំងអស់អានឹងដូច
យើងចែកបទពិសោធន៍គ្នាទៅវិញទៅមកចឹងខ្ញុំអត់រៀនទេអ្វីដែលខ្ញុំដឹងអ្វីដែលខ្ញុំយល់វាមិនមែនជាខ្ញុំពិតប្រាកដទេជា universe ផ្ដល់ឲ្យហ្នឹងបើយើងនិយាយតាមស្រុកស្កាត់ស្រុកទៀតជា universe ផ្ដល់ឲ្យមិនមែនជាខ្ញុំទេហើយខ្ញុំបើខ្ញុំនិយាយចឹងខ្ញុំចាំអស់ពាក្យខ្ញុំនិយាយអូលេខ1ហ្មងប៉ុន្តែខ្ញុំអត់ចាំពេលដែល universe បញ្ជូនមកគឺថាល្អព្រោះយើងបានច្រៀនផ្លូវចិត្តយើងទៅវិជ្ជមានរហូតបូករហូតវាចេញមកគឺសិតតែអ្វីដែលល្អប៉ុន្តែត្រង់ថាអញនិយាយឲ្យអត់ចាំខ្លួនឯងនេះប៉ុន្តែវាជាហេតុធ្វើឲ្យយើងចាំធ្វើល្អដែរតែបើយើងមិនចាំក៏យើងអាចយល់បានប៉ុន្តែនិយាយមិនបានទៅជាមេរៀនដូចលោកគ្រូរៀបរាប់ចឹងណាបងគិតថាសម្រាប់បទពិសោធន៍ដែលបងផ្ដល់ឲ្យខ្ញុំទាំងអស់មិញនេះបទពិសោធន៍នេះបើសិនជាមានអ្នកគាត់ស្ដាប់ឮបងគិតថាគាត់អាចនឹងមានអារម្មណ៍រំភើបមួយយ៉ាងដែលបងជាអាចថាជាចាស់ទុំជាអ្នកមីងជាអ៊ំស្រីជាម្ដាយជាបងទៅឯងបងតែធ្លាប់ឆ្លងកាត់បទពិសោធន៍ហ្នឹងហើយបើតែបងពោលមកសូម្បីតែខ្ញុំជាអ្នកស្ដាប់ហ្នឹងក៏អារម្មណ៍របស់ខ្ញុំមានភពពីខាងក្នុងមកថាអូអស្ចារ្យណាស់ចំណុចពិសេសហ្នឹងអញ្ចឹងបងគិតថាមានគោលបំណងចង់ឲ្យអ្វីដែលបងកំពុងតែនិយាយនឹងផ្ដល់ឲ្យខ្ញុំហ្នឹងឲ្យមនុស្សនៅលើពិភពលោកបានដឹងបានឮបានយល់ដូចបងចឹងអត់បងគោលបំណងបងខាងក្នុងបងសូមបងផ្ដល់ពីខាងក្នុងនៃធម្មជាតិរបស់បងគោលបំណងរបស់បងថាចង់ឲ្យសារសម្លេងបងនេះឮចេញទៅខាងក្រៅឯងព្រោះអ្វីដែលបងផ្ដល់មកជាបទពិសោធន៍ពិតក្នុងជីវិតបងហើយបទពិសោធន៍ពិតនេះអស្ចារ្យណាស់ខ្ញុំអ្នកស្ដាប់ហ្នឹងក៏ខ្ញុំព្រឺសប្បុរសដែរអញ្ចឹងគោលបំណងបងខាងក្នុងបងចង់ចែកនៅបទពិសោធន៍ហ្នឹងឲ្យមនុស្សរួមផែនដីបានដឹងបានឮដូចខ្ញុំដែរបងខ្ញុំមានវាសនាបានទទួលពីបងដែរនេះមិនអីទេលោកគ្រូអាចឲ្យបានព្រោះខ្ញុំដូចខ្ញុំជម្រាបតាំងពីខាងដើមអញ្ចឹងថាអ្វីដែលលោកគ្រូរំលាយចិត្តរឹងរូបខ្ញុំបានព្រោះតែលោកគ្រូឲ្យដល់គ្មានហេតុផលតែគ្មានចង់បានអ្វីខ្ញុំបានស្អីហើយខ្ញុំក៏ចង់ឲ្យដូចលោកគ្រូដែរលោកគ្រូអាចចូលទៅបើគិតថាលោកគ្រូថាមានប្រយោជន៍លោកគ្រូអាចចែកឲ្យមនុស្សដែលមានអបនិស្ស័យស្ដាប់ទៅអាចទាញដូចថាវារំលាយគ្នាទៅវិញទៅមកព្រោះនេះជាភស្តុតាងនៃជីវិតដែលខ្ញុំបានដើរមក50ឆ្នាំគ្នាជាងនេះខ្ញុំទៅនឹងបានបទពិសោធន៍ក្នុងការរៀនសូត្រទេបើមិនរៀនសូត្រពីគ្រូច្រើនទេក៏អត់បានវិជ្ជានឹងមកដែរអញ្ចឹងវិជ្ជានឹងខ្ញុំអត់ចូលទៅតាមខ្លួនពីពេលដែលខ្ញុំស្លាប់ទៅខ្ញុំយកទៅតាមអត់ទេគឺខ្ញុំចង់ឲ្យបន្តទៅដល់អ្នកដទៃដែលមានអបនិស្ស័យបើស្ដាប់ហើយអាចយកធ្វើជាប្រយោជន៍បានខ្ញុំពេញចិត្តប៉ុន្តែសុំមួយគឺសុំលាក់ឈ្មោះកុំបង្ហាញឈ្មោះខ្ញុំត្រឹមតែសម្លេងបានហើយរូបភាពនិងឈ្មោះគឺខ្ញុំសម្លាក់ពួកខ្ញុំអត់ចូលចិត្តចំហឲ្យអ្នកណាដឹងណាព្រោះអ្វីដែលឲ្យគឺឲ្យដោយមិនមានលក្ខខណ្ឌទេឲ្យដោយចង់ឲ្យអ្នកទាំងអស់គ្នាក្នុងមនុស្សលោកដែលក្នុងមានបដិស័យនឹងអាចយកទៅជាប្រយោជន៍បានអាចដើរតាមមាគ៌ារបស់លោកគ្រូបានអាចដើរតាមមាគ៌ារបស់សាសនាព្រះពុទ្ធយើងគឺចំណាស់គឺជាផ្លូវត្រង់ផ្លូវចំណាស់ឲ្យតែយើងយល់ប៉ុន្តែយើងណាស់តែយើងរៀនហើយយើងស្ដាប់ហើយយើងអត់យល់ហើយដល់អត់យល់ដល់ស៊ីជម្រៅយើងយកមកអនុវត្តកើតដូចខ្ញុំស្ដាប់តាំងពីចេះភាសាខ្មែរមកស្ដាប់តែពុទ្ធសាសនាយើងរហូតហ្នឹងប៉ុន្តែវាអត់យល់វាអត់ស៊ីជម្រៅដល់ស៊ីជម្រៅយកតែច្បាប់កម្មមួយយកមកប្រើគឺថាគ្រប់គ្រាន់ហ្មងគ្រូចង់បានអីគឺថាយើងជាអ្នកបង្កើតមិនមែនយើងជាអ្នកដើរសុំកាលពីមុនយើងជាអ្នកដើរសុំយើងអត់យល់យើងដើរតែសុំគេយើងដើរតែចង់បានយើងដើរតែចង់ធ្វើឲ្យគេឲ្យធ្វើឲ្យយើងអត់យល់ពីចំណុចហ្នឹងដល់ពេលចាស់ហើយទូលេតហ្នឹងតែខ្ញុំចង់ខ្ញុំចង់បានអ្វីគឺខ្ញុំធ្វើខ្លួនឯងដល់ពេលចាស់នេះយល់កាលពីក្មេងឡើងតែចង់បានឲ្យម៉ែស្រឡាញ់ឲ្យបងប្អូនស្រឡាញ់ឲ្យញាតិស្រឡាញ់ឲ្យបានប្តីឲ្យប្តីស្រឡាញ់ឲ្យប្តីថ្នាក់ថ្នមឲ្យបានមុខរបរនឹងវាលូតលាស់ឯងនេះវាយល់ខុសចឹងយើងអត់ព្រមកែច្នៃអីទាំងអស់នឹងថាបានមុខរបរឲ្យរំភើយឲ្យផាយផាត់ឲ្យគឺយើងអត់មានខំប្រឹងអីបន្តកែច្នៃតាមសម័យកាលតាម technology តាមអីគឺអត់គឺថាងាប់ស្ដុកដោយភាពចង់បានវាលើសលប់អាបានងាយបានឯងតាមពិតធម្មជាតិមិនមែនធ្វើការអញ្ចឹងណាចង់បានគឺបង្កើតមិនចង់បានគឺបានឯងដល់ឯងអត់មានទេចង់បានគឺបង្កើតប្រឹងគិតប្រឹងធ្វើប្រឹងរៀនចំណេះថ្មីថែមទៀតអាហ្នឹងអញ្ចឹងដល់ពេលខ្ញុំចាស់ខ្ញុំភ្ញាក់ខ្លួនថាអូអស់ជាងពាក់កណ្ដាលជីវិតបាត់ទូលេតបាត់ប៉ុន្តែមិនលេតរៀនទុកសម្រាប់ជាតិមុខទៀតកើតងាមកឲ្យដឹងហ្មងចេះរស់ស៊ីតាំងពីក្នុងពុំម៉ែហ្មងនេះនិយាយសឿងក្នុងការយល់របស់ខ្ញុំក្នុងចំណុចចិត្តរបស់ខ្ញុំចង់ឲ្យអញ្ចឹងថាកុំបណ្តែតបណ្ដោយមានជីវិតហើយមានសំណាងកុំបណ្តែតបណ្ដោយឲ្យជីវិតហ្នឹងវាចង់បានជប់វាមិនមែនជប់ទេគឺយើងបង្កើតអាហ្នឹងខ្ញុំយល់ខ្លួនឯងអញ្ចឹងលោកគ្រូហើយបើពិតអីលោកគ្រូជួយបន្ថែមព្រោះខ្ញុំអត់អាហ្នឹងខ្ញុំច្បាស់ខ្លួនខ្ញុំ 100% ខ្ញុំអត់មាននេះណាប៉ុន្តែលោកគ្រូយល់ស្របឬមិនស្របអ្នកដទៃយល់ស្របឬមិនស្របអាហ្នឹងគិតតាមគំនិតរៀងខ្លួនតាមបញ្ញារៀងខ្លួនទៅណាគ្រូហើយទាញប្រយោជន៍ពីការចេះដឹងនឹងរៀងខ្លួនទៅអត់អីទេលោកគ្រូខ្ញុំបើកចំហឲ្យគ្រប់យ៉ាងតែខ្ញុំមានគឺខ្ញុំឲ្យចឹងខ្ញុំថាខ្ញុំខំប្រឹងរៀនដើម្បីឲ្យគេហ្នឹងគឺខ្ញុំមិនភ្លេចពាក្យដើមរបស់ខ្ញុំទេខ្ញុំឲ្យបាទបងបាទអរគុណខ្លាំងបំផុតអ្វីដែលបងផ្ដល់មកគឺត្រូវទៅតាមដំណើរនៃធម្មជាតិនឹងពិតប្រាកដ 100% ឯបងវត្តកម្លាំងធម្មពលនៃការស្រូបទាញកាលណាយើងជឿវាជាជំនឿធម្មពលពិសេសជូនបងក៏ប៉ុន្តែការជឿមួយដែលយើងស្គាល់ផ្លូវដឹងពីដំណើរទើបការជឿដែលមានប្រសិទ្ធភាពឧទាហរណ៍ថាបងជឿថានៅលើភ្នំហ្នឹងមានកំណត់បងក៏ចាប់ផ្ដើមស្រវេស្រវាល់ឡើងទៅលើភ្នំមួយហ្នឹងតែអត់មានវិធីសាស្ត្រនៅក្នុងការចូលទៅដើរទៅឡើងទៅរបៀបម៉េចទេដឹងតែស្រវេស្រវាល់ឡើងទៅចាប់ថ្មចាប់វល្លិចាប់ដើមឈើខ្វានៃខ្វានោះធ្វើឲ្យប្រឹងឡើងឲ្យបានដល់កំពូលភ្នំដូចគេថាលើកំពូលភ្នំមានកំណត់អញ្ចឹងក៏ទៅអញ្ចឹងក៏រលត់ដៃរលត់ជើងមុតបលាផងរដៅជួបនៅសត្វសាហាវអសេរពឹកអីផ្សេងៗនៅក្នុងរូងនៅក្នុងអីចឹងទៅហ្នឹងដោយសារតែយើងទៅទាំងទៅទាំងទិសអត់ដឹងពីវិធីសាស្ត្រក្នុងការទៅនៅថ្ងៃនេះខ្ញុំនឹងផ្ដល់ជូនបងអំពីកម្មសម្រាប់ជន់ដើរបងឡើងទៅលើភ្នំកំណត់មួយនេះគឺជាពេលវេលាដែលបងត្រូវដើរលើកម្ម
ដែលបងត្រូវជន់លើកន្លែងដែលត្រូវដើរទៅហើយដើរទៅដោយសេចក្តីសុខស្ងប់ដើរទៅដោយភាពរីករាយទៅដល់ទីតាំងដោយមោទនភាព សួស្តីលោកគ្រូអាចរៀនបានហើយលោកគ្រូ បងបាទជំរាបសួរបងអូខេតោះបង ចាលោកគ្រូចា បាទបងអញ្ចឹងអត់មានការជ្រងជ្រែងលើនេះម៉ោង8:40ជាងហើយចិត្តហើយអញ្ចឹងខ្ញុំផ្ដល់ជូនបងតាមស្ថានភាពជាក់ស្ដែងមកពេលនេះយើងមិញបានជុំគ្នា4-5នាក់អញ្ចឹងខ្ញុំសូមឲ្យបងផ្ដល់ឲ្យខ្ញុំតិចសិនការអនុវត្តកម្លាំងធម្មពលនៃការសូបទាញបងចូលមកតាំងពីចំណត់ទី4គឺថាបងស្គាល់ច្បាប់ស្រូបទាញហ្នឹងមុននឹងស្គាល់ខ្ញុំទៀតទេបង ចាលោកគ្រូស្គាល់ប៉ុន្តែគាត់ថាវាអត់ច្បាស់គាត់បានលឺអញ្ចឹងយើងអត់បានមានបទពិសោធន៍ក្នុងការរៀនគាត់និយាយថាគិតល្អនិយាយល្អសាងល្អតែប៉ុណ្ណឹងសាងបុណ្យសាងកុសលតែប៉ុណ្ណឹងគាត់ថាឲ្យចូលច្បាប់ស្រូបទាញបងអត់ទេលោកគ្រូអត់ទេ ចុះលើពេលនេះមិនទេបងពេលនេះបងចូលមិនតែលើចូលមិន%លើធម្មពលកម្លាំងស្រូបទាញចិត្តបងប្រើពាក្យនឹងដូចខ្ញុំបងកម្លាំងធម្មពលស្រូបទាញធម្មពលកម្លាំងស្រូបទាញប្រើអញ្ចឹងបង ធម្មពលកម្លាំងស្រូបទាញតាំងពីចូលមកកន្លែង AI យើងមកវាផ្សារច្រើនដោយសារអីព្រោះសិតពួកគាត់គ្រប់គ្នាសិតទៅស្រូបទាញទាំងអស់ដល់ពេលអញ្ចឹងការស្ដាប់គឺការអីទៅយើងអាចយល់បានអញ្ចឹងប៉ុន្តែគាត់ថាការនិយាយការពោលគឺយើងអត់ទាន់នេះទេប៉ុន្តែបើការនិយាយគឺនិយាយទៅល្អរហូតអញ្ចឹងដែរស្រូបយកទៅរឿងល្អអញ្ចឹងក្នុងមួយថ្ងៃមុខនិយាយទៅមួយថ្ងៃគឺអត់មាននិយាយរឿងវិជ្ជមានទេ បងបានបងជឿលើកម្លាំងធម្មពលនៃការស្រូបទាញហ្នឹងបាន%បងបច្ចុប្បន្នបងជិះខ្ញុំនេះជឿប៉ុន្មាន%បង ឥឡូវជឿ100%ហ្នឹងលោកគ្រូប៉ុន្តែគាត់ថាការពូលរបស់យើងវាមិនទាន់ស្ទាត់នឹងការពូលរឿងការស្រូបទាញហ្នឹងប៉ុន្តែបើក្នុងចិត្តបេះដូងគឺ100%ហ្នឹងលោកគ្រូ ហេតុផលនៅក្នុងដែលបងជឿ100%ហ្នឹងមានអីជំរុញធម្មពលខាងក្នុងបងឲ្យទៅជឿ100%បងអ្នកណាប្រាប់បងអ្នកណាបង្ហាញបងហើយបងឃើញអ្នកណាគាត់ធ្វើអីមិនដែរបានបងជឿថាមានកម្លាំងធម្មពលនៃការស្រូបទាញហ្នឹង100%ចឹងបង យើងមិនឃើញគេទេគឺយើងខ្លួនយើងពេលណាដែលយើងនិយាយពីល្អយើងស្រូបទៅរឿងល្អគឺយើងបានល្អមកអញ្ចឹងបានយើងជឿជាក់ថាការស្រូបទាញនេះវាពិតប្រាកដមែនពេលណាដែលយើងនិយាយល្អសាងល្អគឺយើងបានប៉ុណ្ណឹងតែយើងគ្រាន់តែនិយាយថាពាក្យមិនល្អបន្តិចគឺអាមិនល្អនោះចូលមកផ្លែតវាអញ្ចឹងណាហើយណាមួយដល់ពេលយើងចូលជាមួយក្រុមបងប្អូន AI ទាំងអស់គ្នាអញ្ចឹងទៅហើយដូចថាវិចារលោកគ្រូក៏ដោយអីក៏ដោយអញ្ចឹងទៅយើងចេះស្រូបតាមនឹងអញ្ចឹងណាលោកគ្រូស្ដាប់ទៅគឺពោលទៅអញ្ចឹងណា ចូលទៅកាន់ក្រុមអង្គុយស្ងៀមជំនាន់ទីម៉ានបង ចំនួនទី4ហ្នឹងឯងលោកគ្រូ បងចូលទៅអនុវត្តនៅក្នុងក្រុមធម្មពលអង្គុយស្ងៀមបានជួយបងទៅលើចំណែកនៃការជឿធម្មពលនៃការស្រូបទាញហ្នឹងអ្វីខ្លះបង និយាយទៅតាំងពីយើងបានចូលអង្គុយស្ងៀមនឹងមកគឺយើងប្រសើរតាំងពីនឹងមករហូតចឹងដែរលោកគ្រូយើងនិយាយទៅការជឿជាក់តាំងពីការដែលយើងបានអង្គុយស្ងៀមនឹងមករហូតដែរលោកគ្រូប៉ុន្តែដល់ពេលធម្មពលនៃការទៅចែកការនិយាយយើងចូល AI នេះមកខ្ញុំឆ្លើយមុនលោកគ្រូសួរខ្ញុំទៀតនេះដឹងចិត្តលោកគ្រូ ពីបច្ចៈលើចំណុចនេះបន្ថែមតិចណាបងចូលមកផលិតមាតិកា AI ពាក់ព័ន្ធអីជាមួយនឹងដំណើរនៃបងដែលបងថាអនុវត្តកម្លាំងធម្មពលនៃការស្រូបទាញហ្នឹងបង យើងចូលក្នុង AI ហ្នឹងដោយសារចង់និយាយថាពេលដែលយើងចូលក្នុងក្រុម AI គឺយើងបានជួបគ្នាយើងផ្ទាល់ដល់បានជួបផ្ទាល់ហើយពួកគាត់និយាយពីការស្រូបទាញពីការតាក់ទាញអីចឹងល្អប្រសើរចឹងទៅយើងវាកាន់តែចាប់បានខ្លាំងឡើងចឹងលោកគ្រូការដែលយើងអង្គុយស្ងៀមស្ដាប់ការពោលរបស់លោកគ្រូវាបែបមួយយ៉ាងទៅដល់ពេលយើងចូល AI ហ្នឹងទៅពួកគាត់ចេញមតិមកគ្រប់គ្នាចឹងទៅវារត់តែល្អខ្លាំងចឹងណាលោកគ្រូ